សួស្តីអ្នកទាំងអស់គ្នាខ្ញុំពងអានសម្រាយរឿងហើយយើងមកតពីវ៉ាសិនទី7របស់យើងនៅដើមភាគនេះថាយិនក៏បានដើរចូលហាងកាហ្វេមួយហើយយូតាក៏បានហៅថាយិនក៏បានសួរថាពួកឯងនឹងហៅបងមកធ្វើអីហើយយូតាក៏បាននិយាយថាគឺពួកនាងហៅបងនឹងលេងតែហើយគឺចង់សួរពីបងឯងមកផ្លែតហ្នឹងហើយបងឯងនិយាយមកចឹងមិនគេមិនបាក់ទឹកចិត្តលោកអើយហើយពេលហ្នឹងមូលិកាក៏បាននិយាយថាបើបងឯងចូលជាមកហើយអង្គុយលេងនៅនឹងសិនទៅហើយថាយិនគឺគាត់អត់លេងជាមួយទេគឺគាត់ដើរចេញទៅបាត់ទៅហើយពេលហ្នឹងក៏គាត់ជួបជាមួយនឹងប្អូនប្រុសរបស់គាត់គឺនៅប្អូនប្រុសរបស់គាត់ខ្លាំងមែនតើគឺគាត់អត់ដែលបាននិយាយជាមួយទេព្រោះប្អូនរបស់គាត់ហ្នឹងមានខឹងអីចឹងណាហើយបែកបាក់គ្រួសារគ្នាមូលហេតុនោះគឺប៉ាម៉ាក់របស់គាត់គឺបានចែកផ្លូវគ្នាហើយទើបបានជាចឹងហើយពេលហ្នឹងក៏បានជួបមិត្តភក្តិតួស្រីហើយនឹងតួស្រីហើយអាមីក៏បានហៅបងថាយិនហ្នឹងឲ្យអង្គុយលេងជាមួយពួកនាងហើយពេលញ៉ាំអីហ្នឹងយូតាក៏បានឃើញថាយិនហ្នឹងអង្គុយលេងជាមួយនឹងមិត្តភក្តិតួស្រីហ្នឹងហើយគឺនិយាយឌៀមដាមទៀតហើយខឹងខ្លាំងមែនតើព្រោះពីរអ្នកហ្នឹងគុំជាមួយនឹងតួស្រីយើងហើយគេថាថ្ងៃណាមួយគឺនឹងធ្វើបាបតួស្រីហ្នឹងម្ដងទៀតហើយមើលនាងត្រៀមតែរកឱកាសដើម្បីធ្វើបាបតួស្រីយើងឯងហើយនៅពេលហ្នឹងថាស៊ីរបស់យើងគឺបានឃើញថាយិនដែរតែគាត់អត់ដឹងថាម្នាក់ហ្នឹងគឺជាបងប្រុសរបស់គាត់ទេហើយគាត់ឃើញឯគេថាយិនហើយនឹងមិត្តភក្តិតួស្រីហ្នឹងស្នានឹងគ្នាគឺគាត់ប្រចាំរៀងតិចដែរហ្នឹងក៏បាននិយាយប្រាប់មិត្តភក្តិរបស់គាត់ថាម្នាក់ហ្នឹងគឺអត់ល្អអីណាចេះចោលចឹងណាហើយពេលហ្នឹងមិត្តភក្តិរបស់គាត់គឺមានអារម្មណ៍ថាយិនហ្នឹងគឺស្តៀងនិយាយទៅដូចថាស៊ីហ្នឹងខ្លាំងមែនតើគឺដូចទាំងអស់តែម្ដងគិតថាពីអ្នកហ្នឹងប្រហែលជាបងប្អូនខ្លួនគ្នាឯងតែថាស៊ីក៏បាននិយាយថាគឺបងប្អូនខ្លួនមិនបើដែរនៅជាមួយគ្នាហ្នឹងហើយកុំមកនិយាយអីផ្ដេសផ្ដាសហើយកុំនិយាយចឹងទេលោកគ្រូហើយគាត់និយាយទាំងមើលជាងណាក៏អត់ចូលចិត្តថាយីហ្នឹងទេព្រោះគាត់ប្រច័ណ្ឌជាមួយតួស្រីយើងបន្ទាប់ពីហ្នឹងគឺយើងបានឃើញតួស្រីរបស់យើងគឺបានដើរចាកចេញពីមិត្តភក្តិរបស់នាងដើម្បីចូលទប់ទឹកអីចឹងណាហើយពេលហ្នឹងមិត្តភក្តិមូលិកាហើយនឹងយូតាហ្នឹងក៏បានឃើញតួស្រីយ៉ាងដែរហើយគេក៏បានគិតថានេះគឺជាឱកាសរបស់ពួកគេដែលអាចធ្វើបាបតួស្រីរបស់យើងហើយមូលិកាក៏បាននិយាយថាហ្នឹងហើយគឺជាឱកាសរបស់ពួកយើងហើយពេលហ្នឹងគឺបានចាប់តួស្រីរបស់យើងទៅទប់ជាមួយនឹងជាងហើយធ្វើបាបតួស្រីយើងគឺនឹងចូលទៅកាន់តួស្រីយើងហើយតួស្រីយើងថាហេតុអីបានជាអ្នកទាំងពីរហ្នឹងធ្វើបាបនាងទៀតហើយមូលិកាក៏បានចាប់ចង្វែកកតួស្រីរបស់យើងហើយពេលហ្នឹងគឺបានមិត្តភក្តិរបស់នាងគឺមកតន់ហើយក៏បានជេរស្ដីទៅកាន់មូលិកាហើយនឹងយូតាមិត្តភក្តិរបស់នាងក៏បាននិយាយថាបើមិនដោះលែងមិត្តភក្តិរបស់នាងទេគឺនាងនឹងប្តឹងប៉ូលីសហើយពីអ្នកហ្នឹងឮថាគេប្តឹងប៉ូលីសក៏បាននិយាយស្ដីឲ្យទៅកាន់មិត្តភក្តិរបស់នាងហើយក៏បាននាំគ្នាទៅអស់ទៅហើយពេលហ្នឹងសំណាងខ្លាំងមែនតើហើយមានមិត្តភក្តិរបស់នាងមកជួយកុំអីគឺចាប់បដ ாய் ហើយពេលហ្នឹងសាច់រឿងក៏បានកាត់ទៅមើលបងស្រីរបស់នាងគឺបានមើលកុងស្ទ័រហើយមកឃើញទៅយប់ទៅគាត់ក៏បានមកសង្ងំគេងណែហើយក៏បានឃើញបងរបស់គាត់គឺនឹកឃើញដល់ដតកាដ៏ខ្មៅងងឹតមួយដែលរានរបស់យើងគឺត្រូវបានក្មេងៗធ្វើបាបហើយពេលហ្នឹងអាណានរបស់យើងក៏បានមកតន់គឺគាត់បានមកចេពួកហ្នឹងហើយពួកហ្នឹងឃើញបងស្រីគេមកក៏បាននាំគ្នារត់ទៅអស់ទៅហើយគឺនាងស្ដីបន្ទោសឲ្យខ្លួនឯងថាមិនអាចការពារប្អូនស្រីរបស់នាងបានហើយប្អូនស្រីរបស់គេនិយាយថាគឺនាងអត់អីតែពេលហ្នឹងគឺនាងបានដួលស្លាប់បាត់ហើយវាក៏ជាដើមហេតុមួយដែលធ្វើឲ្យរានរបស់យើងគឺមានជំងឺបាក់ទឹកចិត្តចឹងណាហើយគឺពិបាកខ្លាំងមែនតើពេលនេះវ៉ាសិនទី8របស់យើងគឺបានចាប់ហើយអ្នកទាំងអស់គ្នាកុំភ្លេច Subscribe Channel មានម្នាក់មួយផងណាអរគុណ Thank you I love you